នេះខ្ញុំមិនបានដឹងសោះថានៅម៉ាក់នឹងលោកប៉ាម្លេះនោះក៏មិនខ្ញុំនឹងប្រញាប់មកផ្ទះទទួលលោកទាំងពីរឲ្យបានល្អសុំទូណានៅម៉ាក់លោកប៉ាមិនអីទេមកពីម៉ាក់ខ្លួនឯងទេដែលចង់សប្រាយកូននោះមិនដឹងថាកូនរវល់នឹងការងារប៉ុន្តែមិនអីទេណាស់ម៉ាក់មិនទៅអន់ចិត្តអីណាកូននេះលោកប៉ាណាម៉ាក់ទៅត្រៀបតាមធូនណាតែគេមើលថែយើងបានល្អដែរទេធូននោះគេល្អណាស់មិត្តភក្តិប៉ាគេទៅដើរលេងតែជាមួយធូននឹងទេមិនអីទេកូនក្រុមការងារគេរៀបចំនិង take care សមាជិកបានល្អណាស់ធូគេល្បីដែរតាម៉ាក់ភ្លេចឈ្មោះហើយប៉ុន្តែកូនមិនចាំបាច់បារម្ភទេទៅគ្នាមកកណ្ដោគង់ពីព្រោះចាំថ្ងៃបុណ្យអុំទូងគេឈប់សម្រាកច្រើននិយាយចេះព្រឹកនេះចាំជូនម៉ាក់ប៉ាទៅបរិញ្ញាយន្តហោះផងណាគេជប់ជុំគ្នានៅទីនោះនៅម៉ោង6ព្រឹកឆាប់ងើបជូនប៉ាទៅណាបានប៉ាមិនអីទេចាំកូនជូនទៅដាក់បរិញ្ញាយន្តហោះព្រឹកនេះស្ដាយណាស់កុំតែពួកខ្ញុំរវល់ជាមួយនឹងការងារទេកុំអីបានទៅជាមួយលោកប៉ាណាម៉ាក់ដែរมันបានតែនៅពេលនេះក៏ចាំពេលក្រោយបានតែគេមានចិនតរហូតនឹងសំខាន់ឲ្យតែយើងមានលុយកូនមិនបានទៅជាមួយប៉ាម៉ាក់នោះក៏ឲ្យលុយមកច្រើនក៏បានដែរនឹងម៉ាក់វីនិយាយបែបនេះធ្វើឲ្យទៀតតែកូនឲ្យលុយហើយតាមិនចង់បានលុយកូនទៀតមែនទេបើសិនជាបានទៀនរត់តែល្អមានច្រើនវាធ្ងន់ចិត្តណាប៉ាវីប៉ុន្តែនៅហើយចឹងម៉ាក់ថាពួកកូនកំពុងតែត្រូវការប្រើលុយឲ្យម៉ាក់ប៉ុណ្ណឹងក៏ចាត់ទុកថាគ្រាន់បើហើយធីរីម៉ាក់មានរឿងចង់សួរកូនតិចនាងម្នាក់ដែលថាជាមិត្តរបស់កូននោះវាមិននៅប្រហែលថ្ងៃហើយសំដីចលើសបើណាញ់មិនចេះគោរពយើងជាចាស់ទុំនោះទេកាញ់ចនាមែនគឺនាងម៉ែអូននៅចិត្តមកខាយហើយនាងមិនទេចលើបើនោះតែនាងមិនមែនជាមនុស្សបែបហ្នឹងទេនាងដឹងចាស់ទុំណាស់ម៉ានាងស្លាប់ទេស្លូតបូនចឹងឯងព្រះហើយថាឲ្យម៉ាក់កប់មន់ធ្វើរកពាក្យដូចខ្លួនឯងជាម្ចាស់ផ្ទះទៀននិយាយដេញប៉ាម៉ាក់ទៀតណាមនុស្សល្អឯណាគេនិយាយពាក្យអញ្ចឹងចេញនោះទោះបីជាមិនទាន់ដឹងក៏ដោយមកពីនាងមិនដែលស្គាល់ម៉ាក់ហ្នឹងណាទើបបានជានាងនិយាយអញ្ចឹងកាញ្ចនានាងមិនមែនជាមនុស្សមិនស្គាល់ចាស់ទុំអញ្ចឹងទេនាងនៅជាមួយពួកកូននាងឧស្សាហ៍ណាចេញមុខការពារទាំងពីរអ្នកតែម្ដងហើយនោះសូតប៉ាកូនទៅដឹងហើយថានាងនិយាយសុកសៀតឲ្យម៉ាក់យ៉ាងម៉េចខ្លះនោះបើមិនជឿហើយវាមកស៊ូមកនាងថាមិនស្រួលខ្លួននាងសុំសម្រាយខ្ញុំថាតើសម្ដីតិចតួចម៉ាក់កុំយកទៅពេលនាងអីគឺដូចជាបងបុរាណថាអញ្ចឹងនាងក៏អាចមិនដឹងថាជាម៉ាក់ពួកខ្ញុំធម្មតាទេនាងស្មានថាពួកមនុស្សអាក្រក់ចូលផ្ទះមែនហើយកូននាងក៏បាននិយាយដែរថានាងមិនស្គាល់ចឹងហើយទៅនាងនិយាយមកមិនបានសមរម្យនោះតែអូនក៏ថាឲ្យនាងដែរតាមកពីអូនថាឲ្យនាងមុនហ្នឹងនេះនាំគ្នាកាន់ជើងគេទាំងអស់គ្នាតែម្ដងហើយនោះក៏បានខ្ញុំមិនស៊ូនាំច្រើនទេប៉ុន្តែម៉ាក់ចង់ប្រាប់រឿងមួយចាស់បុរាណគេនិយាយថាឈើកង្វល់ពាន់មនុស្សខ្ចាត់ព្រាត់កំយកខ្លួនបៀនម៉ាក់មើលនិស័យក្មេងនោះមិនមែនជាមនុស្សល្អទេពពួកមនុស្សបញ្ញាក្អែកនេះទុកនៅក្នុងផ្ទះយូរមិនកើតទេតែនាងគ្មានកន្លែងត្រេកទេហើយនាងម៉ែអូននៅជាមួយខ្ញុំនាងក៏ជួយការងារផ្ទះច្រើនដែរម៉ាក់ក៏ដឹងថាខ្ញុំរវល់ណាស់ម៉ាក់គ្មានពេលធ្វើការងារផ្ទះទេហើយពេលបាននាងម៉ែអូជួយសម្រាលបន្ទុកច្រើនណាស់ជួយសម្រាប់បន្ទុកចុះឡើងតិចវាជួយសម្រាប់រឿងលើក្រែឲ្យទៀតទេស្លៀកពាក់លិចលើលិចក្រោមចង់ឲ្យភ្នែកបូរិនផងក៏មិនដឹងម៉ាក់មិនក៏និយាយបែបនេះខ្ញុំគ្មានកំណត់អីលើនាងទេហើយនាងក៏មិនបានក្តីប្តេផ្ដាស់ដែរនាងជាមិត្តសម្លាញ់របស់អូនធីរីខ្ញុំមិនទាំងអាចធ្វើប្តេផ្ដាស់បានទេម៉ាក់គ្រាន់តែនិយាយបង្ការទេខ្លាចសុភមង្គលក្នុងគ្រួសារវាត្រូវបែកបាក់ក៏ព្រោះតែមិត្តបញ្ញាក្អែកដូចជាវានោះបានហើយម៉ាក់រត់ទៅងូតទឹកសម្អាតខ្លួនឲ្យស្រឡះខ្លួនហើយពីព្រោះស្អុះស្អាប់ទាំងកាយទាំងចិត្តតែម្ដងមិនកញ្ចាស់នោះចេះដឹងច្រើនណាស់មកនិយាយឲ្យធីរីគិតស្អប់មកលើខ្ញុំនេះកុំតែនៅមិនយូរទេបើនៅយូរនោះតែចង់ឲ្យមេរៀនវាខ្លាំងចេះដឹងជ្រុលមិនកញ្ចាស់មកដូចជាឆ្លឹងនេះនៅថ្ងៃនេះខ្ញុំជាបញ្ញាក្អែកប៉ុន្តែមិនមែនជាបញ្ញាក្អែករហូតទេវើយនៅថ្ងៃណាមួយខ្ញុំនឹងខ្លាចជាម្ចាស់ផ្ទះនេះទ្រព្យសម្បត្តិបូរិនទាំងអង្គនឹងខ្លាចជារបស់ខ្ញុំនាងធីរីនោះត្រូវតែចាក់ចេញដល់ខ្លួនតទេមនុស្សដូចជាវានោះมันសំបានល្អជាងខ្ញុំនោះទេពីព្រោះកន្លងមកវាចាញ់ខ្ញុំរហូតมันអាចនៅក្រោមវារហូតបានទេខ្ញុំមិនអាចកាញ់ចនានៅក្នុងបន្ទប់ដែរទេក៏ជាធីរីតាំងមកមានការអីចេញមកប្រហែលជាគាត់ស៊ូនាំរឿងយាយកញ្ចាស់នោះអុចអាលហើយកាញ់ចនានៅក្នុងបន្ទប់ដែរទេនៅតាធីរីមានការអីមែនទេចូលមកណាវាមិនបានចាក់កលឹះទេនេះឯងមានការអីជាមួយគ្នាមែនទេបានជាមករកគ្នាដល់បន្ទប់នោះគេគ្នាមកមើលឯងនឹងណាមុននេះថាមិនស្រួលខ្លួនយ៉ាងម៉េចហើយបានធូរខ្លះនៅបានធូរហើយ
លេបឆ្នាំរួចក៏រៀងធូរភ្លាមសុំតបផងណាដែលមិនបានទៅនិយាយលេងជាមួយពួកឯងនិងប៉ាម៉ាក់ពួកឯងព្រោះខ្ញុំឈឺក្បាលពិតមែនណា មិនអីទេនេះខ្ញុំក៏មានរឿងហើយចង់និយាយជាមួយឯងដូចគ្នាដែរលើម៉ាក់ថាឯងនិយាយស្ដីជាមួយគាត់មិនសម្រួលមែនទេហ្នឹងចៅឯងពិតជាបាននិយាយមែនណា គឺធម្មតាទេធីរីមនុស្សមិនស្គាល់គ្នានោះខ្ញុំស្មានថាជាពួកចៅចូលផ្ទះទៅមិនបានមកអម៉ាន់ក៏ភ័យចិត្តតែថាទេប៉ុន្តែក្រោយពេលដឹងថាគាត់ជាម៉ាក់ក្មេងឯងគ្នាក៏បានសុំទោសហើយនេះគាត់នៅតែប្រកាន់ខឹងនឹងខ្ញុំទៀតមែនទេឬក៏ចង់ឲ្យខ្ញុំទៅសម្ភារបាត់ជើងសុំទោសគាត់គ្នានេះក៏ព្រមដែរនឹង អត់ទេមិនដល់ថ្នាក់ហ្នឹងទេគឺខ្ញុំគ្រាន់តែចង់បញ្ជាក់ជាមួយឯងថាឯងពិតជាដឹងអ្វីដែលគាត់និយាយមែនឬអត់បើគាត់និយាយអ្វីឲ្យឯងមិនសប្បាយចិត្តនេះឯងកំខាំងគាត់អីណាមនុស្សចាស់តែអញ្ចឹងនិយាយអ្វីមិនសូវខ្វល់ពីអារម្មណ៍ក្មេងទេ គ្នាមិនបានខាំប្រកាន់នឹងគាត់ទេធម្មតាទេយើងនៅជាមួយគេនោះតែតែត្រូវមកអញ្ចឹងគាត់ថាគ្នាមិននៅជាមួយឯងបង្ហាន់បាយសម្លឯងគ្នាស្ដាប់ឮឲ្យពិតជាអន់ចិត្តណាស់បើគ្នាមិនតល់ទេគ្នាក៏មិនរំខានឯងដែរ មិនអីទេឯងមិននៅឯងក៏បានជួយការងារផ្ទះខ្លាចអើនថាហើយនៅមើលផ្ទះខ្ញុំធំគ្មានអ្នកនៅជាមួយនេះបានឯងមកកុំឲ្យស្ងាត់ផង គ្នាអរគុណឯងច្រើនណាស់ដែលតែងតែជួយគ្នាហើយមិនបោះបង់គ្នាក្នុងពេលដែលគ្នាគ្មានអ្នកណាទាំងអង្គឯងជាមិត្តល្អពិតមែនណាស់ មិនអីទេចឹងឯងសម្រាប់ចុះព្រោះថាមិនស្រួលខ្លួនផងហើយបើព្រឹកនេះមិនទាន់បានធូរទេឯងចង់ទៅពេទ្យដែរទេចាំគ្នាជូនទៅណា មិនអីទេណាសម្លាញ់ស្អែកនេះគ្នាអស់អីហើយផ្ដាសាច់តន្ទិញទូញឈឺក្បាលបន្តិចបន្តួចទៅពេទ្យនាំទៅអស់លុយធ្វើអីស្អែកក៏ជាហើយណាស់ ស្រេចតែយកព្រឹកនេះខ្ញុំងើបជូនប៉ាម៉ាក់ទៅផ្លែតហើយឯងមិនបាច់ធ្វើអាហារពេលព្រឹកនោះទេគឺគ្នាទៅហូបនៅក្រៅជាមួយបងបរិនហើយគឺធ្វើសម្រាប់តែខ្លួនឯងចុះណាសម្រាប់ចុះខ្ញុំក៏រកទៅសម្រាប់ដែរ មានក្តីសុខសិនទៅនាងបន្តិចទៀតអ្វីដែលនាងមាននៅពេលនេះនឹងខ្លាចជារបស់ខ្ញុំទាំងអង្គខ្ញុំមិននៅប៉ុណ្្នឹងទេមិនក៏វឌ្ឍនាមិនយកពីការព្យាយាមរបស់ខ្ញុំទៀតខ្ញុំព្យាយាមបង្ហាញថាខ្ញុំមានចិត្តលើគេហើយកែព្យាយាមបដិសេធរហូតប្រកាសប្រាប់គ្រប់គ្នាថាខ្ញុំជាមិនគេមានយកដល់ចិត្តខ្ញុំដែរទេនេះខ្ញុំខំនេះតែបានអីមកវិញទេរូបរាងមុខមាត់ប៉ុណ្ណឹងដែរតាមស្រឡាញ់គេត្រកត្រង់តែគេបាច់ជាមើលមិនឃើញពិតជាឈួតមែនអាប្រុសចំគូតនេះឬមកក៏គេមិនបានស្រឡាញ់មនុស្សស្រីទេខ្ញុំត្រូវតែធ្វើអ្វីម្យ៉ាងហើយបាននៅតែបែបនេះទៀតខ្ញុំស្ទះទ្រង់ងាប់មិនខានទេប្រុសល្ងងបែបនេះឬក៏ចង់ឲ្យខ្ញុំសារភាពត្រង់មែនទេ នេះឃើញឧស្សាហ៍ទៅណាមកណាជាមួយក្មួយលីសាដូចចិត្តវិញហើយមែនទេកូនចុះថាមិនបានគិតអីលើនេះនោះ ដោយចិត្តអីទៅម៉ែនេះមកនិយាយបែបតែ អោគឺរឿងដែលថាមិនបានស្រឡាញ់យ៉ាងនោះឃើញទៅណាមកណាជាមួយគ្នារហូតកូនតែនៅជាមួយគ្នាយូរទៅអារម្មណ៍ស្រឡាញ់វាក៏កាត់មានតាមក្រោយអញ្ចឹងហើយនេះបាញ់អញ្ចឹងមែនម៉ាក់ថាក៏ល្អដែរ ម៉ាក់មនុស្សដែលកូនមិនបានស្រឡាញ់ទៅហើយនោះយ៉ាងណាក៏មិនអាចទៅរួចដែរកូនមិនបានដូចចិត្តអីនោះទេនាងមកបបួលយ៉ាងពេកបើមិនទៅជាមួយដូចជាមិនសមសម្រាប់នាងខ្ញុំថាហើយគឺទុកដូចជាប្អូនស្រីមិនអាចជាស្នេហាបាននោះទេ ចូលមិនបាននិយាយគ្នាត្រង់ហើយនៅជួនកាលនាងក៏គិតថាកូនក៏មានចិត្តលឿននាងមកឃើញសកម្មភាពនាងគឺបច្ចៈច្បាស់ណាកូនកុំឲ្យយប់យូរសបិនច្រើនកូនក៏និយាយរឿងនេះជាមួយនាងទៅ កូនក៏ចង់និយាយរឿងនេះដែរតែកូនគ្មានភាពក្លាហានសោះបានត្រឹមតែនិយាយជាប្រយោលតែបើនាងគិតដល់នាងនឹងយល់ខ្ញុំប្រាប់អ្នកស្គាល់នាងថាគឺជាមិត្តខ្ញុំថានាងប្រហែលជាអន់ចិត្តហើយ បើច្បាស់ក្នុងចិត្តហើយនោះនិយាយត្រង់ជាមួយគ្នាទៅកុំឲ្យគ្នាខាត់ពេលជាមួយជើងជួនកាលគ្នាក៏មានអ្នកចាប់ចិត្តដែរតែនាងនៅតែគិតថាកូនមានចិត្តលឿននាងទើបនាងបដិសេធអ្នកផ្សេងនោះបើថាមិនស្រឡាញ់គ្នាទេជាផ្លូវទៅកុំឲ្យស្ទះផ្លូវអ្នកក្រោយ បាទម៉ែកូននឹងនិយាយរឿងនេះជាមួយនាងនៅថ្ងៃណាមួយ នេះខ្ញុំឡើងសប្រាយតែម្ដងវឌ្ឍនាមិនដែលណាត់ខ្ញុំមកបែបនេះទេកន្លងមកខ្ញុំទេដែលជាអ្នកបបួលលោកនោះថ្ងៃនេះលោកមានអីមែនទេ មែនហើយខ្ញុំមានរឿងសំខាន់និយាយជាមួយនាងបាត់មែនខ្ញុំមិនដឹងថានាងគិតបែបណាមកលើខ្ញុំនោះទេតែបើខ្ញុំនិយាយទៅធ្វើនាងមិនសប្បាយចិត្តនោះឲ្យខ្ញុំសុំទោសផងណា មានរឿងធំអីមែនទេវឌ្ឍនាយើងស្គាល់គ្នាយូរហើយមិនថារឿងអីខ្ញុំទទួលបានទាំងអង្គលោកមានអីឲ្យខ្ញុំជួយក៏ប្រាប់មកខ្វះខាតលុយរឿងរកស៊ីក៏និយាយមកចឹងខ្ញុំនឹងជួយតាមអ្វីដែលខ្ញុំអាចធ្វើបាន មិនមែនជារឿងនឹងទេគឺជារឿងសាខ្ញុំដឹងថានាងមានអារម្មណ៍បែបណាមកលើខ្ញុំទង្វើដែលនាងធ្វើទាំងអស់ខ្ញុំក៏អាចដឹងដែរថានាងគិតបែបណាមកលើខ្ញុំនោះតែខ្ញុំសុំទោសណាស់ខ្ញុំមិនអាចឆ្លៃនាងបានទេខ្ញុំទុកនាងដូចជាបងស្រីតែប៉ុណ្ណោះ
ថាយ៉ាងម៉េចគឺជារឿងនេះមែនទេដែលលោកចង់និយាយជាមួយខ្ញុំនោះវឌ្ឍនាខ្ញុំមិនល្អត្រង់ណាទេលោកប្រាប់ខ្ញុំមកណាខ្ញុំនឹងកែងពួកយើងស្គាល់គ្នាយូរហើយខ្ញុំតែងតែគិតថាលោកមានចិត្តមកលើខ្ញុំប៉ុន្តែពេលនេះអ្វីដែលខ្ញុំទទួលបាននោះគឺការខកចិត្តខ្ញុំនឹងថានាងខកចិត្តតែក៏មិនចង់ឲ្យនាងរស់នៅក្នុងអារម្មណ៍បែបនេះទៀតនោះដែរថ្ងៃនេះខ្ញុំមកប្រាប់នាងឲ្យចេះស្រឡះរវាងយើងទាំងពីរបានត្រឹមតែជាមិត្តមិនអាចជាស្នេហាបានទេលោកមានមនុស្សក្នុងចិត្តហើយមែនទេបានជាលោកនិយាយមកកាន់ខ្ញុំបែបនេះដោយសារលោកខ្ញុំបដិសេធគេមកច្រើនណាស់បើលោកមិនបានស្រឡាញ់ខ្ញុំទេមិនក៏លោកមិននិយាយតាំងពីដំបូងទេមិននិយាយអីនៅពេលនេះខ្ញុំបានស្រឡាញ់លោកទៅហើយគឺលោកខ្លាំងទៀតផងខ្ញុំសំទោសដែលធ្វើនាងយល់ច្រឡំនាងស្រឡាញ់ខ្ញុំតែម្ខាងបន្ទោសខ្ញុំក៏មិនកើតទង្វើនឹងសកម្មភាពបន្លំដែលខ្ញុំបានធ្វើល្អជាមួយនាងនោះព្រោះខ្ញុំទុកនាងជាមិត្តជាប្អូនស្រីអារម្មណ៍អាណិតមិនមែនជាស្នេហាទេហើយចុះបើលោកបានដឹងថាខ្ញុំគិតបែបណាទៅលើលោកហើយនោះមិនក៏លោកមិនឆាប់និយាយមកឲ្យខ្ញុំបានដកចិនប៉ុន្តែលោកនៅតែបន្តធ្វើល្អចំពោះខ្ញុំឲ្យខ្ញុំមានការយល់ច្រឡំតែម្នាក់ឯងលោកពិតជាអាត្មានិយមណាស់ដល់ពេលត្រូវឈឺចាំខ្ញុំក៏ឈឺចាប់ម្នាក់ឯងលោកយល់ដែរទេខ្ញុំថាអ្វីដែលខ្ញុំចង់និយាយគឺខ្ញុំបាននិយាយអស់ហើយសង្ឃឹមថាលីសានឹងយល់ពីចិត្តខ្ញុំហើយពួកយើងនៅតែជាមិត្តល្អនឹងគ្នារហូតណាបើលោកបាននិយាយចាប់ហើយនឹងលោកទៅវិញចឹងខ្ញុំចង់នៅម្នាក់ឯងខ្ញុំមិនចង់មិនចង់ឃើញលោកនោះទេលោកទៅវិញចឹងខ្ញុំមិនបានជួននាងទៅវិញទេអញ្ចឹងខ្ញុំទៅសិនហើយណាហេតុអីទៅខ្ញុំមិនល្អត្រង់ណាហេតុអីបានជាមិនអាចស្រឡាញ់ខ្ញុំបានបើមិនស្រឡាញ់ខ្ញុំតើអាណិតខ្ញុំធ្វើអីធ្វើល្អចំពោះខ្ញុំធ្វើអីផ្ដោតក្តីសង្ឃឹមចំពោះខ្ញុំធ្វើអីទៅបើសិនជាមានថ្ងៃនេះខ្ញុំមិនចង់ស្គាល់ទេមិនចង់ស្គាល់លោកទេវឌ្ឍនាខ្ញុំជឿចាប់ណាមិនក៏សុកមកខូចទៅដល់ផ្លូវបែបនេះចាំមែនហើយសើមែនវិញមកខូចចាំកន្លែងស្ងាត់ទៀតហើយធ្វើមិនទេតែឲ្យបងបរិនមកជួយសិនកុំលើកអីនៅពេលនេះជាពេលវេលាពិសេសរបស់ពួកយើងកុំឲ្យអ្នកណាមករំខានក្តីសុខយើងអីបន្តសកម្មភាពរបស់យើងទៀតទៅបរិនកញ្ចនានាងពិតជាពូកែណាស់នៅជាមួយនាងខ្ញុំមិនធុញទេនាងចិត្តធ្វើឲ្យខ្ញុំទទួលអារម្មណ៍ប្លែកៗរហូតវាគឺជាជំនាញរបស់ខ្ញុំហើយតិចនិចលើក្រែននោះគឺជាចំណងចងជើងប្រឹងមិនអាចទៅណាឆ្ងាយបានទេដូចជាលោកនៅពេលនេះទោះបីជាបែកពីលោក2ឆ្នាំក៏ដោយប៉ុន្តែលោកនៅតែស្រឡាញ់ខ្ញុំក៏ស្រឡាញ់លោកអ្នកធារីគេមិនចេះយកចិត្តលោករឿងបែបនេះទេអីអត់ទេធារីដូចជាគល់ឈើអញ្ចឹងនៅជាមួយនាងម្ដងដូចជានៅជាមួយម៉ែឡាកាអញ្ចឹងបានហើយកុំនិយាយពីរឿងគេនោះមកបន្តបេសកកម្មរបស់យើងទៅបរិនប្តីសម្លាញ់តិចណាស់អូយមិនក៏គ្មានអ្នកលើកអញ្ចឹងតែចង់បែកទូរស័ព្ទហើយនោះបងបរិនក៏មិនលើកកញ្ចនាក៏មិនលើកហើយចូលពួកគេតាណាអត់ទេហុយពេលត្រឹកថាគ្មានអ្នកណារកពឹងបានមួយអញ្ចឹងហើយធ្វើមិនទេមិនក៏ងឹតឥឡូវហើយអូយមានឡានបាកាទីនេះហើយជួយខ្ញុំផងម្ចាស់ឡានអូយមិននឹងពួកនេះពិតជាគ្មានចិត្តមែនខៃមនុស្សជួបទុកហើយមិនក៏មិនឈប់ជួយមិនម្ដងដែរទេអូមកមួយទៀតហើយជួយខ្ញុំផងបងហុយហូមួយទៀតហើយយ៉ាងម៉េចនឹងពួកនេះគ្មានចិត្តថ្លាមទេមនុស្សស្រែកឲ្យជួយប៉ុណ្ណឹងហើយនោះនេះមែនទេជាខ្មែរនោះចុះក្រែងថាខ្មែរស្រឡាញ់ខ្មែរមែនទេហើយបើខ្មែរជួបទុកហើយមិនក៏មិនជួយផងទេហុយស្ទើរមែនទេតែទៅប្តីក៏មិនលើកគេរវល់ធ្វើអីចេះនេះគេមានសកលហើយមិនក៏មិនទេមកវិញមកគិតមិនទេអូមិនឡានមកទៀតហើយលើកនេះបើមិនឈប់ខ្ញុំឈប់ពាំងផ្លេហើយឈប់អូយឈប់ហើយ
ណែនាងរត់ចូលឡានចង់ស្លាប់មែនទេហាជានាងទៀតហើយមិនក៏សើចម្លេះនេះនាងកាត់អីចង់ស្លាប់ក៏ទៅស្លាប់នៅកន្លែងផ្សេងទៅកុំមកបង្កបញ្ហាដល់អ្នកដទៃនោះ ហើយមិនក៏ជាលោកទៀតហើយមនុស្សមកស្រុកខ្មែរមិនជួបមកជួបតែមនុស្សមិនចង់ជួបអញ្ចឹងហី ស្មានតែខ្ញុំចង់ជួបនាងណាស់មែនទេហើយបើនាងកាត់អីបានជាមកឈរនៅកណ្ដាលផ្លូវនោះខូចចិត្តរឿងប្តីមានស្រីមែនទេបានជាចង់សម្លាប់ខ្លួននោះ លោកឈ្គួតទេអ្នកណាចង់សម្លាប់ខ្លួននោះគឺខ្ញុំកំពុងតែកាក់ឡានឲ្យជួយខ្ញុំនឹងណានេះបើខ្ញុំដឹងថាជាឡានលោកក៏ខ្ញុំមិនកាក់ចឹងដែរ អអញ្ចឹងឡានខូចមែនទេអញ្ចឹងនាងក៏មិនចង់បានចំណុចពីខ្ញុំដែរព្រោះនាងក៏មិនចូលចិត្តខ្ញុំអញ្ចឹងជាផ្លូវខ្ញុំទៅខ្ញុំបញ្ញា នេះលោកគ្មានចិត្តបន្តិចទេឬធ្វើជាមនុស្សប្រយោជន៍មិនបានជាឃើញមនុស្សស្រីមានទុកហើយមិនជួយនោះតម្រាំតែខ្ញុំកាក់បានមិនមែនស្រួលទេហ្នឹង ចុះនាងនិយាយខ្លួនឯងតាថានាងមិនចង់ជួបខ្ញុំនោះបើនាងដឹងថាឡានខ្ញុំនាងក៏មិនហៅកាក់អញ្ចឹងដែរខ្ញុំគ្រាន់តែធ្វើតាមអ្វីដែលនាងនិយាយតាបើគេមិនចង់បានចំណុចពីខ្ញុំផងខ្ញុំចាំបាច់ឲ្យត្រូវជួយនោះជាទៅខ្ញុំបញ្ញា ហាអត់ទេខ្ញុំមិនចេតនាទេលោកត្រូវតែជួយខ្ញុំណាលោកយ៉ាងហោចណាស់ក៏យើងធ្លាប់ស្គាល់គ្នាដែររឿងផ្សេងទុកម្ល៉េះសិនទេជួយគ្នាសិនទេ នេះបើនាងនិយាយជាមួយខ្ញុំឲ្យបានទៅពេលរស់ជាងនេះបន្តិចនោះខ្ញុំនឹងពិចារណាថាគួរចូលឬក៏មិនជួយនោះមិនចូលចិត្តគេតែពឹងគេនាងមិនចេះខ្មាស់ខ្លួនឯងទេឬ លោកនេះចង់ខ្ញុំនិយាយផ្អាំជាមួយលោកយ៉ាងម៉េចទេក៏ប្រាប់មក នាងពិតជាមិនដឹងមែនថាពឹងគេគួរនិយាយបែបណានោះ អូយបងប្រុសជួយខ្ញុំបន្តិចបានទេបងឡានខ្ញុំខូចមិនដឹងយ៉ាងម៉េចទេហៅគេពីម្នាក់ហើយគ្មានអ្នកណាជួយខ្ញុំសោះសំណាងបានជួបបងជួយឲ្យឡានខ្ញុំទៅជាងផងទៅណាខ្ញុំសំវើខ្ញុំសំស្ពះណា ហើយមិនបាច់សំពះខ្ញុំអីនោះទេខ្ញុំមិនតន់ចាស់ទេមកសំពះខ្ញុំប្រយ័ត្នខ្ញុំបាបនោះបានឲ្យចាំខ្ញុំជួយអូឡានទៅដាក់ជាងចុះតែបិណ្ឌចុះព្រោះពេលនេះនាងគួរអាណិតណា មកសោកសេតឲ្យខ្ញុំទៀតចាំមើលនោះ អេនៅឈរដល់ណាទៀតមិនក៏មិនចេះតែខ្ញុំបើកឡានតបុកបន្តិចមិនក៏ថ្ងៃនេះទេរីក្រមកវិញម្លេះធម្មតាម៉ោង5កន្លះនាងមកដល់ហើយមិនក៏ធ្វើការយប់ម្លេះថ្ងៃនេះនោះ នាងនៅយប់បែបនេះល្អហាញ់តាំងគឺជាឱកាសល្អដែលយើងបាននៅជាមួយគ្នានោះអីស្និទ្ធស្នាលបែបនេះមិនចាំបាច់បិទពូនលាក់បាំងនោះអី នេះទៅតែរួចទេនាងចង់ឲ្យទៀតហើយក៏មកសិក្សាជាមួយខ្ញុំពេកតិចធារីមកឃើញបែបនេះវិវត្តមិនខានទេមកខ្ញុំក៏តែឆ្ងល់ថានាងមិនដែលមកផ្ទះយឺតបែបនេះទេ នាងគឺជាមនុស្សវក់នឹងការងារយឺតយ៉ាវបន្តិចបន្តួចជារឿងធម្មតាទីលោកធ្វើដូចជាបារម្ភជ្រុលបូរិនខ្ញុំសូមសួរលោកត្រង់មួយលោកឆ្លើយចេញពីចិត្តថាលោកស្រឡាញ់ខ្ញុំដែរទេ មិនក៏សួរបែបនេះនាងជាស្នេហាទី1របស់ខ្ញុំត្បិតតែខ្ញុំបានរៀបការជាមួយធារីពិតមែនតែចិត្តខ្ញុំនៅតែស្រឡាញ់នាងណាបើមិនអញ្ចឹងស្មានតែខ្ញុំព្រមដេកជាមួយនាងមែនទេនាងពូកែធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អគ្រប់ពេលដែលខ្ញុំបាននៅជាមួយនាង ខ្ញុំមិនជឿថាលោកស្រឡាញ់ខ្ញុំទេលោកគ្រាន់តែយកខ្ញុំកំដរអាប់សុងសម្រាប់សប្បាយពេលដែលលោកត្រូវការខ្ញុំចង់ឲ្យលោកស្រឡាញ់ខ្ញុំអស់ច្រើនជាងនេះណា មិនក៏និយាយអញ្ចឹងទៀតហើយស្នេហាទី1របស់ខ្ញុំគឺដកចុះក្នុងចិត្តខ្ញុំមិនអាចប្រៀបធៀបគ្នាបានទេនាងនិងធារីម្យ៉ាងម្នាក់មានចំណុចពិសេសម្យ៉ាងម្នាក់នាងពូកែរឿងលើក្រែធារីនាងពូកែខាងធ្វើការរកស៊ីមនុស្សមានដងមកដូចគ្នាទេណា បើខ្ញុំគឺជាម្ចាស់អាជីវកម្មខ្ញុំក៏ប្រកែកដែរការងារប៉ុណ្ណឹងរឿងអីដែលខ្ញុំធ្វើមិនបាននោះការខ្ញុំនៅរៀនប្រកែកជាងធារីឆ្ងាយណាស់ បើអញ្ចឹងនាងក៏តែពូកែលើធារីហើយការងាររកស៊ីក៏ពូកែរឿងយកចិត្តប្តីក៏ពូកែមនុស្សបែបនេះអ្នកណាបានគឺពិតជាសំណាងណា អញ្ចឹងហើយលោកគឺជាមនុស្សដែលមានសំណាងនោះបើចោះរវាងខ្ញុំនិងធារីលោកជ្រើសរើសយកមួយណាទេ មិនអាចរើសបានទេព្រោះដូចខ្ញុំថាអញ្ចឹងពីរអ្នកល្អដូចគ្នាមិនអាចអត់មានម្នាក់ណាបាននោះទេ ហើយចាំមុននេះលោកទៅតានិយាយថាខ្ញុំល្អជាងបើខ្ញុំមានអាជីវកម្មដូចជាធារីនោះមកក៏ពេលនេះមកនិយាយថាមិនអាចរើសបានទៅវិញនោះ បើនាងពិតជាមានអាជីវកម្មពិតមែនពូកែរកស៊ីហើយថែមទាំងពូកែយកចិត្តប្តីទៀតនោះខ្ញុំមិនគិតចាស់នោះទេខ្ញុំនឹងរើចុកនាង ចាំបើខ្ញុំឲ្យលោកឡើងគ្នាជាមួយធារីនោះលោកធ្វើបានទេលោកបកគលអាជីវកម្មនោះមកឲ្យខ្ញុំគ្រប់គ្រងមកយើងសាងគ្រួសារជាមួយគ្នាដូចអ្វីដែលយើងបានធ្លាប់និយាយកាលពីមុននោះអីខ្ញុំមិនចង់នៅលួចលាក់បែបនេះទេ ធ្វើអញ្ចឹងមិនបានទេចុះធារីនោះនាងជាមិត្តនឹងគ្នាធ្វើអញ្ចឹងមិនកើតទេខ្ញុំ ឲ្យខ្ញុំធ្វើមិញខ្ញុំក៏ស្រឡាញ់លោកដែរខ្ញុំចង់បានលោកជាកម្មសិនមិនចាំប្រឡូកប្រឡាក់ជាមួយអ្នកណាទេរឿងមិត្តនោះខ្ញុំខ្វល់ទេគេគិតបែបណានោះក៏ស្រេចតែគេទេសំខាន់ពួកយើងទាំងពីរនាក់តែលោកព្រមលែងនាងទេតែសាងគ្រួសារពីរនាក់ជាមួយខ្ញុំមិនចាំបាច់ខ្វល់ខ្វាយពីអារម្មណ៍អ្នកណានោះទេ កាញ្ចនានឹកខ្ញុំថាយើងក៏មកគិតពីរឿងនឹងអីយើងនៅលួចលាក់បែបនេះសិនទេខ្ញុំមិនទាន់ឡានមកហើយប្រហែលជាធារីមកដល់ហើយឆាប់ទៅបើកទ្វេរនឹងតែ
ខ្ញុំអរគុណហើយដែលជួយយកឡានខ្ញុំទៅដាក់នៅជើងហើយជូនខ្ញុំមកផ្ទះទៀតថ្លៃសេវាកម្មអស់ប្រមាណដែរទៅចាំខ្ញុំភេជូនណា នាងគិតថាខ្ញុំមកលុយណាស់មែនទេគ្រាន់តែប៉ុណ្ណឹងនោះមិនអាចឲ្យខ្ញុំមានទេខ្ញុំថាឲ្យខ្ញុំជួយនាងយកតែប៉ុណ្្នេះទេ តែខ្ញុំមិនចង់ជពាក់គាត់លោកមកឲ្យQR codeមកខ្ញុំមិនបាញ់លុយឲ្យហើយមិនបាច់និយាយច្រើនទេនឹងអាល់បានខ្ញុំចូលទេ ធីរីនេះអូនអោះលោកវឌ្ឍនានេះយ៉ាងម៉េចហ្នឹងមិនក៏លោកបដាទីនេះដែរហើយធីរីនោះចុះអាណាឡានរបស់អូននោះខ្ញុំថាសូមប្រពន្ធលោកចុះខ្ញុំទៅសិនហើយបាយបាយធីរីនេះអូនក្រមកផ្ទះនេះព្រោះតែអូននៅជាមួយគេមែនទេអូនធ្វើបែបនេះបានន័យថាម៉េចទេ មកបរិនហើយនេះមានមកសួរខ្ញុំទៀតមានមើលទូរស័ព្ទដែរទេថាខ្ញុំទេទៅប្រមាណដងនោះពេលខ្ញុំមានបញ្ហាមិនក៏ខ្ញុំរកនៅណាពឹងម្នាក់មិនបាន ថេរីមានរឿងអីមែនទេសុំតូនណាខ្ញុំទៅតែមើលទូរស័ព្ទឃើញ miss call អាចច្រើនណាស់គ្នាដាក់សំឡេងស្ងាត់ហើយនេះបានជាគ្នាមិនបានលឺនោះ បងក៏មិនបានកាន់ទូរស័ព្ទដែរហើយសម្រាប់ថាអូនមានរឿងអីហើយមិនក៏មកជាមួយលោកវឌ្ឍនាវិញហើយចុះឡានអូននោះនៅណា មកពីឡានខ្ញុំខូចពេលបងក៏មិនលើកកេញ្ចនាក៏មិនលើកចៃដល់លោកវឌ្ឍនាបាកាត់ទីនោះខ្ញុំក៏ពឹងឲ្យគេជួយអត់ដល់ជាងទេមកដល់បងបែរជាសួរសម្លុតខ្ញុំដោយខឹងនេះខ្ញុំទេតែគូទៅខឹងបងនោះ ព្រោះតែបងបារម្ភពីអូនពេកបងស្មានថាអូនទៅជាមួយលោកវឌ្ឍនាបងសំទោសព្រោះបងមិនបានកាត់ទូរស័ព្ទទៅបងមិនបានដឹងនោះ ធម្មតាទូរស័ព្ទនៅជាប់ដៃមិនលេងនោះទេហើយចាប់ថ្ងៃនេះបងរវល់អីទៅតែបានជាមិនមើលទូរស័ព្ទនោះហើយមកដល់ពេលនេះនៅតែមិនទាន់បានមើលទៀតនេះខ្ញុំទេចង់បាច់ទូរស័ព្ទហើយគ្មានអ្នកលើកសោះ គ្នាសុំទោសពិតមែនណាសម្លាញ់គ្នារវល់តែបោះគូសម្លៀកអំពីនឹងធ្វើកិច្ចការផ្ទះមិនបានចាប់អារម្មណ៍នឹងទូរស័ព្ទពិតមែន តែខ្ញុំមិនបន្ទោសឯងទេកាញ្ចនាព្រោះឯងរវល់ការងារត្រូវហើយតែចំពោះបងបរិនេះរវល់អីដែរទេតែបានជាមិនចាប់ទូរស័ព្ទនោះក្រែងកន្លងមកទូរស័ព្ទនៅជាប់អីរហូតហើយ បានហើយនេះអូនប្រាប់មិនតដល់ពេលណាទេបងសំទោសហើយតារឿងប៉ុណ្ណឹងសោះធ្វើដូចជារឿងធំតកែបងមកដល់ផ្ទះហើយក៏ចប់ផ្ទះទេស្មានតែបងចង់អញ្ចឹងមែនទេ ហើយមុននេះបងមកខាងខ្ញុំធ្វើទៅនិយាយមកធ្វើដូចជាខ្ញុំទៅមកពីធ្វើសំផាំងអញ្ចឹងនេះខ្ញុំខាងបងណាស់ដឹងទេ ហើយបើថាសំទោសហើយនៅនិយាយដល់ដែរនៅហ្នឹងហើយ